ខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពក្រាបថ្វាយបង្គំគុណចាស់ញាតិញោមដោយសេចក្តីរាប់អានពិធីសម្ពោធសារមន្ទីរថ្មីនៅទីក្រុងញូដេលីជាផ្លូវការដោយនាយករដ្ឋមន្ត្រីនរិន្ទ្រាម៉ូឌីដែលរៀបចំឡើងដោយក្រសួងវប្បធម៌នៃសាធារណរដ្ឋឥណ្ឌាក្រោមចំណងជើងថាពន្លឺនិងការឈូសព្រះសារីរិកធាតុនៃព្រះអរហន្តសម្មាសម្ពុទ្ធបន្ទាប់ពីអស់រយៈពេល127ឆ្នាំទីក្រុងញូដេលីបានរៀបចំតាំងពិព័រណ៍អន្តរជាតិដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៅសារមន្ទីរថ្មីដែលមានទីតាំងបង្ហាញព្រះសារីរិកធាតុនិងគ្រឿងអលង្ការរបស់ព្រះសម្មាសម្ពុទ្ធនៅមជ្ឈមណ្ឌលវប្បធម៌រៃពិធរាស្ដូបនិងខ្លោងទ្វារមានរចនាបថដូចសាន់ជីព្រះសារីរិកធាតុនិងវត្ថុបុរាណត្រូវបានរកឃើញនៅស្ដូបពីប្រវាកបិលភ័ស្តុថ្មីដែលកសាងឡើងដោយត្រកូលសក្យៈជាប់ព្រំដែនប្រទេសឥណ្ឌានេប៉ាល់ក្នុងឆ្នាំ1898លោក William Claston Pebb បានធ្វើការជីកកោះកាយស្ដូបនៅតំបន់ពីប្រវារដ្ឋឧត្តរប្រទេសហើយបានរកឃើញនៅកោដ្ឋដែលមានតម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបន្ទាប់មកព្រះសារីរិកធាតុត្រូវបានបែងចែកទៅតម្កល់នៅសារមន្ទីរទីក្រុងញូដេលីសារមន្ទីរទីក្រុងកុលកាតាហើយមួយផ្នែកទៀតត្រូវបានយកទៅតម្កល់នៅចក្រភពអង់គ្លេសសម្រាប់ក្រុមគ្រួសាររបស់លោក Pebb ធ្វើការគោរពបូជានៅខែកក្កដាឆ្នាំ2025ព្រះសារីរិកធាតុនិងគ្រឿងអលង្ការទាំងអស់ពីប្រវាត្រូវបាននាំត្រឡប់មកប្រទេសឥណ្ឌាវិញទីតាំងពិព័រណ៍ស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌រៃពិធរាជិតស្ថានីយ៍លេខ4នៃរថភ្លើងក្រោមដី Malviya Nagar និងចម្ងាយ5គីឡូម៉ែត្រពីវត្តខ្មែរញូដេលីគុណចាស់ញាតិញោមមានបំណងមកថ្វាយបង្គំនមស្ការតែណាគុណចាស់មិនមានភាពលំបាកក្នុងការមកបង្គំនមស្ការព្រះសារីរិកធាតុនៅសារមន្ទីរថ្មីនេះទេយើងគ្រាន់តែនិមន្តពីភ្នំពេញដែលរិចត្រង់មកទីក្រុងញូដេលីអាចស្នាក់នៅសន្តាគារក៏បានអាចស្នាក់នៅវត្តខ្មែរញូដេលីក៏បានហើយសូមមហាកុសលដែលខ្ញុំបកករណាព្រមទាំងញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកបង្គំនមស្ការប្ររតនត្រ័យជាពិសេសបានឱកាសថ្វាយបង្គំព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនាដែនគោរពទីក្រុងញូដេលីបច្ចុប្បន្នស័ក្តិសមនឹងទីក្រុងដែលមានកិត្តិយសល្បីរន្ទឺខ្ពង់ខ្ពស់នាសម័យពុទ្ធកាលដែលទីក្រុងញូដេលីធ្លាប់មានឈ្មោះល្បីក្នុងមហាជនបទទាំង16ហើយបច្ចុប្បន្នដេលីនៅតែមានភាពល្បីល្បាញដដែលដោយសារតែថ្ងៃនេះមានឱកាសសមគួរបានមកថ្វាយបង្គំនមស្ការប្រជុំព្រះសារីរិកធាតុនិងគ្រឿងអលង្ការដ៏ពិសិដ្ឋរបស់ព្រះសម្មាសម្ពុទ្ធសូមឲ្យការតាំងពិព័រណ៍ដ៏បរិសុទ្ធនេះញ៉ាំងសទ្ធាជ្រះថ្លាបំផុសគំនិតប្រាជ្ញាសន្តិភាពនិងការយល់ដឹងតាមព្រះធម៌ដល់ពុទ្ធបរិស័ទនិងមនុស្សទូទាំងពិភពលោក This inscription records that the sacred relics of the Buddha were enshrined here by the renowned Shakya brothers together with their sisters, sons and wives. It serves as definitive proof that these relics are those of the Buddha himself. The jewels recovered from this site are outstanding examples of the artistic excellence and craftsmanship of the period. Crafted from gold, pearls, ruby, agate, topaz, amethyst, coral, carnelian and crystal. 8 खंडों में निहित ये प्रदर्शनी पुरातत्व से लेकर दर्शन तक की विविध आयामों को समेटे हुए एक समग्र दृष्टि प्रस्तुत करती है और इस अविस्मरणीय यात्रा में आपका हार्दिक स्वागत है। Government of India welcomes you to this historic exhibition.